ស្ដីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងនិយាយអំពីតើអ្វីទៅជា CPU ឬក៏ជាពាក្យពេញគេហៅថា Central Processing Unit និយាយជាភាសាខ្មែរអង្គប្រតិបត្តិការកណ្ដាលតួនាទីសំខាន់របស់ CPU នោះបើយើងប្រៀបធៀបទៅនឹងរាងកាយរបស់មនុស្ស CPU គឺជាខួរក្បាលរបស់កុំព្យូទ័រនិងទូរស័ព្ទដៃរាល់ពេលដែលយើងចុចនៅលើ mouse ឬក៏វាយអក្សរនៅលើ keyboard ឬក៏យើងបើកកម្មវិធីអ្វីមួយ CPU គឺជាអ្នកគិតគូរបញ្ជានិងសម្រេចចិត្តត្រូវធ្វើម្ដេចបន្តទៀតដើម្បីដំណើរការ CPU ត្រូវបានចែកចេញជាផ្នែកសំខាន់ដូចជា control unit វាជាអ្នកបែងចែកជាអ្នកបញ្ជាគ្រប់គ្រងចរាចរណ៍របស់ទិន្នន័យ arithmetic logic unit វាជាផ្នែកដែលគណនាលេខដូចជាការដកលេខនិងបូកលេខជាដើមហើយសម្រាប់ cache វាជាផ្នែកផ្ទុកទិន្នន័យតូចមួយដែលមានល្បឿនលឿនសម្រាប់ទិន្នន័យបដោះអាសន្ន CPU ធ្វើការដោយមានជំហាន4គេហៅថា instruction cycle ហើយសម្រាប់ទី1នោះ fetch វាទៅយកទិន្នន័យពីអងចងចាំង RAM ហើយសម្រាប់ទី2 decode វាយកទិន្នន័យហ្នឹងទៅបកប្រែទៅជាភាសាម៉ាស៊ីនដែលវាអាចយល់ហើយសម្រាប់ទី3វា execute វាអនុវត្តតាមការណែនាំដូចជាការបើកកម្មវិធីជាដើមហើយសម្រាប់ទី4វា store រក្សាទុកលទ្ធផលត្រឡប់ទៅវិញហើយសរុបជាចុងក្រោយបើគ្មាន CPU នោះទេវត្ថុអេឡិចត្រូនិកទាំងអស់មិនអាចដំណើរការបាននោះទេព្រោះ CPU ជាអ្នកគិតនិងអ្នកបញ្ជាអ្វីគ្រប់យ៉ាងនៅក្នុងម៉ាស៊ីនកាលណា CPU មានល្បឿនកាន់តែលឿនមានន័យថា GHz វាខ្ពស់កុំព្យូទ័ររបស់អ្នកនឹងមានថាមពលកាន់តែខ្លាំងអាចលេងហ្គេមបាន FPS បានខ្ពស់ឬក៏ពេលយើង render វីដេអូ render អ្វីវាមានល្បឿនកាន់តែលឿនហើយចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចចុច subscribe ចុច follow ឲ្យមេដៃហើយ comment បើពុកម៉ែបងប្អូនមានបញ្ហាឬក៏ចម្ងល់អ្វីមួយខ្ញុំនឹង reply ទៅ This is Seth from Bro Talk Text I hope you guys enjoyed this video I'll see you guys in the next video hope you guys stay safe bye bye